អាស៊ីត្រៀមប្រឈមរលកកម្ដៅប្រវត្តិសាស្ត្រសីតុណ្ហភាពអាចលើស40អង្សាសេខណៈប្រទេសជាច្រើនចេញការព្រមានបន្ទាន់ខណៈមនុស្សជាច្រើនកំពុងផ្ដោតលើព្យុះនិងភ្លៀងធ្លាក់ខ្លាំងមានគ្រោះថ្នាក់មួយទៀតកំពុងខិតជិតមកដល់អាស៊ីគឺរលកកម្ដៅដ៏សាហាវដែលអាចជំរុញឲ្យសីតុណ្ហភាពកើនឡើងលើស40អង្សាសេស្ថានភាពអាកាសធាតុនៅទ្វីបអាស៊ីកំពុងឈានចូលដំណាក់កាលដ៏គួរឲ្យព្រួយបារម្ភខណៈអ្នកអូតូនិយមព្យួរកថាចាប់ពីសប្តាហ៍ក្រោយទៅតំបន់ជាច្រើននឹងរងការវាយប្រហារដោយរលកកម្ដៅខ្លាំងបំផុតដែលអាចបំបែកកំណត់ត្រាសីតុណ្ហភាពក្នុងប្រវត្តិសាស្ត្រតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និងទិន្នន័យពីអាជ្ញាធរអូតូនិយមនៃបណ្ដាប្រទេសអាស៊ីនៅថ្ងៃទី24ខែកក្កដាឆ្នាំ2026បានឲ្យដឹងថារលកកម្ដៅនេះនឹងគ្របដណ្ដប់តំបន់ធំជាច្រើនខណៈប្រទេសជប៉ុននិងចិនត្រូវបានចាត់ទុកថាជាតំបន់ដែលប្រឈមហានិភ័យខ្ពស់ជាងគេនៅប្រទេសជប៉ុនទីភ្នាក់ងារអូតូនិយមបានចេញការព្រមានថាទីក្រុងជាច្រើនរួមមានតូយ៉ូតានិងហ្គោជូអាចកើនសីតុណ្ហភាពលើស40អង្សាសេដែលជាកម្រិតគ្រោះថ្នាក់ដល់សុខភាពមនុស្សជាពិសេសមនុស្សចាស់កុមារនិងអ្នកធ្វើការក្រៅអាគារអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយការស្នាក់នៅក្រៅផ្ទះនៅពេលថ្ងៃនិងផឹកទឹកឲ្យបានគ្រប់គ្រាន់មិនត្រឹមតែជប៉ុនប៉ុណ្ណោះទេប្រទេសចិនក៏បានចេញសេចក្តីព្រមានស្រដៀងគ្នាដោយបញ្ជាក់ថាតំបន់ភាគខាងជើងនិងភាគឦសាននឹងទទួលរងសីតុណ្ហភាពលើស40អង្សាផងដែរអ្នកជំនាញព្រមានថាកម្ដៅកើនខ្លាំងអាចបង្កហានិភ័យភ្លើងឆេះព្រៃប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីនិងធ្វើឲ្យតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់កើនឡើងខ្លាំងចំណែកនៅប្រទេសអាស៊ីកណ្ដាលដូចជាកាសកដ្ឋាននិងអូបេគីស្ថានបានចេញសេចក្តីព្រមានដល់ប្រជាពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នផងដែរខណៈសីតុណ្ហភាពត្រូវបានព្យួរក៏ថានឹងខ្ពស់ជាងមធ្យមភាពប្រចាំឆ្នាំពី5ទៅ10អង្សាសេដែលជាកម្រិតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំអ្នកវិទ្យាសាស្ត្រអាកាសធាតុបានលើកឡើងថាការកើនឡើងនៃរលកកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានទំនាក់ទំនងជាមួយការប្រែប្រួលអាកាសធាតុពិភពលោកដែលធ្វើឲ្យព្រឹត្តិការណ៍អាកាសធាតុខ្លាំងកើតមានញឹកញាប់និងមានភាពធ្ងន់ធ្ងរជាងមុនជាមួយគ្នានេះអាជ្ញាធរនៃប្រទេសជាច្រើនបានណែនាំឲ្យប្រជាពលរដ្ឋតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំជៀសវាងការធ្វើការក្រោមពន្លឺថ្ងៃយូរផឹកទឹកឲ្យបានច្រើននិងស្វែងរកកន្លែងត្រជាក់នៅពេលសីតុណ្ហភាពឡើងក្តៅខ្លាំងដើម្បីកាត់បន្ថយហានិភ័យនៃការដាច់ខ្យល់ដោយសាររលកកម្ដៅ